សួស្តីបងប្អូនថ្ងៃនេះយើងមកបន្តមើលការភ្ញាស់បងកដោរបស់យើងបន្ទាប់ពីដាក់ភ្ញាស់រយៈពេល8ថ្ងៃគឺថាញាស់ច្រើនមែនតើកដោនេះអាចថា10ទៅ11ថ្ងៃគឺញាស់ 100% ហ៎បងប្អូនឥឡូវនេះគេថាញាស់ច្រើនណានេះដោយសារតែយើងបានពូកម្ដៅបងប្អូនបើសិនជាមានពូកម្ដៅទេគឺចាប់ហើយដោយសារប្រហែលថ្ងៃនេះគឺមេឃភ្លៀងខ្លាំងភ្លៀងសឹងតែរាល់ថ្ងៃតែពេលយើងដាក់ពូកម្ដៅអញ្ចឹងទៅឃើញថាញាស់បានល្អណាឃើញនៅពេញមុងបងប្អូនវាចាប់ផ្ដើមចុះមកខាងក្រោមរកស៊ីស្មៅបដាបងប្អូនបាន8ថ្ងៃឃើញថាត្រាញាស់ល្អមែនតើបងប្អូនពងពូជកដោបនេះយើងដាក់តើកន្លះគីឡូទេបងប្អូនប៉ុន្តែញាស់ច្រើនមែនតើញាស់ប្រហែលនឹង7-8ខាំហើយឃើញតែញាស់ច្រើនខ្មៅពេញហ្នឹងហើយបងប្អូនមើលចឹងវាញាស់មកសុខភាពល្អណាស់ហើយបើសិនជាបងប្អូនដាក់ភ្ញាស់ហើយជួបបញ្ហាមេឃភ្លៀងជារៀងរាល់ថ្ងៃបងប្អូនគួរជ្រើសរើសវិធីដាក់ពូកម្ដៅដូចខ្ញុំឃើញទេបងប្អូនញាស់ច្រើនណាស់ឡើងពេញហ្នឹងទាំងអស់នេះសិតតកូនកដោបងប្អូនខ្មៅញាស់ល្អហើយសុខភាពវាក៏ល្អដែរមិនមែនថាដាក់ពូកម្ដៅភ្ញាស់សុខភាពល្អទេសំខាន់កម្ដៅវាសមស្របញាស់មកគឺសុខភាពល្អហើយណាបងប្អូនសុខភាពវាល្អមែនតើ